គួរឲ្យខ្មាស់គេណាស់ប្រញាប់ឡើងពាក់ស្បែកជើងទៅបានហើយសំណាងហើយដែលគ្មានអ្នកស្គាល់គ្នាឃើញមិនប្លែកទេដែលពីមុនអញហៅគេថាខូយនោះតាមពិតគឺបែបនេះសោះច្បាស់ជាថ្ងៃនេះគេត្រូវជួបមនុស្សសំខាន់ហើយបានជាគេពាក់ទ្រនាប់កែងស្បែកជើងបែបនេះតោះទៅបើខ្ញុំមិនច្រឡំទេអ្នកទាំងពីរមកទីនេះដើម្បីជួបអ្នកទទួលបន្ទុកភូមិបេឡូមែនទេមិនមែនជារឿងរបស់អញទេចុះពួកឯងមកធ្វើអីដែរដូចឯងដែរនឹងGQអញចង់មានន័យថាអញចង់ដណ្ដើមសិទ្ធិអភិវឌ្ឍពីពួកយើងមែនទេអញលេងសាច់មែនទេពួកឯងមានលុយទេស្គាល់អ្នកទទួលបន្ទុកទេដឹងពីរបៀបកែមកភូមិចាស់ទេខ្ញុំហ៊ានភ្នាល់ថាពួកឯងសំបីតែគូគំនូប្លង់ក៏មិនចេះផងកុំមកធ្វើឲ្យខ្លួនឯងខ្មាស់គេនៅទីនេះអីប្រញាប់ត្រឡប់ទៅភូមិកំសត់របស់ពួកឯងហើយទៅស្ទូចត្រីវិញទៅកុំខ្វល់ពីពួកគេអីយ៉ាងណាក៏ដោយថ្ងៃនេះពួកគេមកតែអត់ប្រយោជន៍ទេពួកឯងទេដែលមកដោយអត់ប្រយោជន៍នោះប្រទេសរបស់ខ្ញុំនិងអ្នកទទួលបន្ទុកអគ្គនាយកសិនធ្លាប់បានជួបគ្នាម្ដងរួចហើយថ្ងៃនេះគឺជាការជួបគ្នាលើកចុងក្រោយដើម្បីសម្រេចព័ត៌មានលម្អិតនៃបញ្ហាអភិវឌ្ឍពួកឯងជាអ្នកស្រែ2 3នាក់នេះមានអ្វីមកប្រៀបធៀបជាមួយខ្ញុំអគ្គនាយកសិនតើលោកមានការណែនាំអ្វីខ្លះអាឡូអគ្គនាយកសិនតើពួកគេពិតជាស្គាល់អគ្គនាយកសិនមែនឬសួស្ដី Cheers ខ្ញុំបានចេញដំណើររួចហើយបាទជាខៀវនិងខ្ញុំក៏ទើបតែមកដល់ដែរពួកគេកំពុងតែសម្ដែងបានល្អណាស់ខ្ញុំមិនជឿថាគេស្គាល់អគ្គនាយកសិនពិតប្រាកដនោះទេហើយអ្វីហៅខ្ញុំថាអគ្គនាយកសិនកុំគួរសំពេចអីពួកយើងសុទ្ធតែជាមិត្តរួមថ្នាក់ចាស់ជាច្រើនឆ្នាំមកហើយហៅខ្ញុំថាសិនមិញទៅបានហើយបាទអញ្ចឹងជាខៀវនិងខ្ញុំនឹងរងចាំលោកនៅមាត់ទ្វារចូលឈៀវឡៃខ្ញុំមានមិត្តម្នាក់ត្រកូលយេងដែលកំពុងនៅសន្តាគាររបស់ឯងសូមជួយទទួលស្វាគមន៍គាត់ផងខ្ញុំនឹងទៅដល់ក្នុងពេលឆាប់នេះសិនមិញប្រហែលជាចិត្តមកដល់ហើយតោះពួកយើងចេញទៅរងចាំគាត់នៅខាងក្រៅចាស់ពួកគេហ៊ានហៅឈ្មោះពេញរបស់អគ្គនាយកសិនផងខ្ញុំដឹងថាពួកឯងកំពុងសម្ដែងពុតត្បុតទៀតហើយបើឯងសួរខ្ញុំឯងគួរតែប្រញាប់ប្រញាល់ត្រឡប់ទៅវិញទៅភូមិកំសត់របស់ពួកឯងវិញទៅទីក្រុងនេះមិនមែនជាកន្លែងរបស់ពួកឯងទេហើយអគ្គនាយកសិនក៏មិនមែនជាថៅកែដែលពួកឯងចង់ជួបក៏អាចជួបបាននោះដែរមនុស្សល្ងងឈៀវស្រាប់ខ្ញុំមើលតើអគ្គនាយកសិនពិតជាបានជួប Xiao Ming Chun មែនឬទេកាលពីម្សិលមិញគាត់បាននិយាយតាមទូរស័ព្ទថាគម្រោងអភិវឌ្ឍភូមិ Below មិនទាន់ត្រូវបានប្រគល់ឲ្យនរណាម្នាក់នៅឡើយទេចុះហេតុអ្វីបានជា Xiao Ming Chun នេះប្រកាសចិត្តយ៉ាងនេះថាសិទ្ធិអភិវឌ្ឍនឹងត្រូវបានផ្ដល់ឲ្យគេអកុនយូរ៉ូហើយដែលយល់ព្រមវិនិយោគលើគម្រោងរបស់យើងចុះលុយនោះតើពេលណាទើបបានចាំតតែបងនឹងលោកសាន់សម្រេចរឿងសិទ្ធិអភិវឌ្ឍរួចរាល់សិនពេលនោះអូននឹងផ្ទេរវាទៅឲ្យបងប្រសិនបើខ្ញុំមិនត្រូវការលុយរបស់នាងជាបន្តទេខ្ញុំមិនបន្ទាបខ្លួនចំពោះមនុស្សស្រីបែបនេះឡើយក្នុងជីវិតនេះខ្ញុំយល់ហើយមានរឿងអីមែនទេហៅមិញខ្លួននេះច្បាស់ជាមិនទាន់ទទួលបានលុយពីគ្រូសាយេនៅឡើយទេហេតុនេះហើយបានជាគេបង្ខំចិត្តសម្ដែងធ្វើជាមកជួបលោកសិនដើម្បីឲ្យជីយេរ៉ូជឿថាគេទទួលបានសិទ្ធិអភិវឌ្ឍភូមិពិតមែនតាមពិតគឺបែបនេះសោះប្រហែលជាបន្តិចទៀតនេះគេនឹងរកនរណាម្នាក់មកបន្លំធ្វើជាលោកសិនហើយពួកគេមកដល់ហើយខ្ញុំនៅមាត់ទ្វារចូលសុំទោសអូនមិនអីទេមែនទេលោកសនទីបំផុតលោកមកដល់ហើយខ្ញុំរងចាំលោកនៅទីនេះជិត1 ម៉ោងហើយសួស្ដីលោកសនហេតុអ្វីបានជាគេរកមនុស្សចាស់បែបនេះមកបន្លំធ្វើជាលោកសនទៅវិញគេឈ្មោះរបស់លោកសនកំពុងតែរងការខូចខាតហើយចាំទុកឲ្យលោកសនដោះស្រាយជាមួយគាត់នៅពេលក្រោយចុះនេះគឺជាភរិយារបស់ខ្ញុំយេរូសួស្ដីបាទសួស្ដីចាស់នាងបានឮថាលោកមានគម្រោងប្រគល់ការអភិវឌ្ឍភូមិ Below ឲ្យមកក្រុមហ៊ុនឆៅរបស់យើងដូច្នេះហើយទើបនាងមកទីនេះផ្ទាល់ដើម្បីថ្លែងអំណរគុណដល់លោកបាទបើអញ្ចឹងពួកយើងចូលទៅខាងក្នុងនិយាយគ្នាទៅបាទរងចាំបន្តិចសិនលោកសនដោយសារលោកនៅទីនេះស្រាប់សូមលោកមើលមនុស្ស2នាក់នេះបន្តិចមើលលោកស្គាល់ពួកគេទេ
គុំស្លន់ស្លោអីយ៉ាងណាក៏ដោយពួកគេទាំងពីរនាក់នេះមកពីជនបទគ្មានផ្លូវដែលពួកគេស្គាល់លោកសាន់ពិតប្រាកដនោះទេលោកសាន់លោកមិនទាន់ភ្លេចពួកយើងទេមែនទេកាលពីយប់មិញលោកនៅតែនិយាយទូរស័ព្ទជាមួយប្តីខ្ញុំនៅឡើយសោះនិយាយទូរស័ព្ទខ្ញុំចាំបានថាកាលពីយប់មិញខ្ញុំឃើញមនុស្សម្នាក់អាយុក្រោម30ឆ្នាំហេតុអ្វីបានជាត្រឹមតែមួយយប់សោះគាត់ប្រែជាចាស់បែបនេះទៅវិញមិនត្រឹមត្រូវទេពួកគេច្បាស់ជាកំពុងព្យាយាមបញ្ឆោតពួកយើងឲ្យនិយាយហើយឈៀវស៊ីអញមិនយល់ពីការងារនេះទេលោកសិនមានគម្រោងច្រើនណាស់គាត់រវល់នឹងការងារខ្លាំងណាស់ការដែលប្រែជាចាស់ត្រឹមមួយយប់នោះវាមិនមែនជារឿងមិនអាចទៅរួចនោះទេខ្ញុំសុំទោសផងលោកសាន់គឺខ្ញុំគ្រាន់តែមិនបានចំណាំលោកឲ្យច្បាស់តែប៉ុណ្ណោះចុះតើលោកចាំទេថាយប់មិញពួកយើងបាននិយាយគ្នាពីរឿងអ្វីខ្លះរឿងនេះលោកសុនលោកជាថៅកែធំបែបនេះហេតុអ្វីបានជាលោកភ័យខ្លាំងម្ល៉េះខ្លាចគេលាត្រដាងការពិតមែនទេគាត់កំពុងតែភ័យខ្លាចហើយបានហើយពួកឯងតាំងពីអំបញ្ញមិញមកពួកឯងនិយាយតែរឿងមិនសមហេតុផលតតែសោះអាជីពការងាររបស់លោកសាន់ជោគជ័យខ្លាំងណាស់តើគាត់អាចមានអាយុក្រោម30ឆ្នាំបានយ៉ាងដូចម្តេចពិតមែនហើយមានតែអ្នកមានចំនួនទី2ដូចជាខ្ញុំទេទើបអាចទទួលបានជោគជ័យបន្តិចបន្តួចមុនអាយុ30ឆ្នាំបាននោះលោកសិនពឹងផ្អែកទាំងស្រុងលើការខិតខំប្រឹងប្រែងនិងការតស៊ូការពីនៅក្មេងហេតុនេះហើយទើបគាត់អាចជោគជ័យខ្លាំងបែបនេះនៅអាយុ40ឆ្នាំប្តីរបស់ខ្ញុំគាត់នឹងអាចបង្កើតអាណាចក្រផ្ទាល់ខ្លួនបាននៅអាយុ30ឆ្នាំបើពួកឯងធ្វើមិនបានក៏កុំនិយាយច្រើនអីកុំមកបន្ទាបតម្លៃប្តីរបស់ខ្ញុំអីនរណាថាខ្ញុំធ្វើមិនបានយេរ៉ូអូនជាប្រពន្ធបងប្រាប់ពួកគេទៅថាប្តីអូនអាចធ្វើបានអីគេអូនថាម៉េចនិយាយទៅបានហើយមិញឈួនរឿងតាក់ទងនឹងបញ្ហានេះពួកយើងចាំទៅនិយាយគ្នានៅផ្ទះទៅបើបងធ្វើមិនបានទេប្រញាប់ទៅរកគ្រូពេទ្យបុរាណចិនពិនិត្យមើលទៅបងជាកូនប្រុសតែម្នាក់គត់របស់គ្រួសារឆៅបងមិនអាចបណ្ដោយឲ្យប៉ះពាល់ដល់ការបន្តពូជពង្សវង្សត្រកូលនោះទេជាគិតល្មមបានហើយរឿងបែបនេះអញហ៊ាននិយាយនៅចំពោះមុខអគ្គនាយកសាន់ផងមែនទេអញមិនចេះខ្មាស់គេទេមែនទេរឿងនេះនិយាយទៀតមកខ្ញុំចូលចិត្តស្ដាប់ណាស់លោកចង់បានកម្រៃសេវារបស់លោកទៀតទេបាត់អញ្ចឹងពួកយើងចូលទៅខាងក្នុងនិយាយគ្នាពីរឿងការងារវិញទៅមនុស្សពីរនាក់នេះខ្ញុំមិនស្គាល់ពួកគេតតែសោះឯងនិយាយហើយនៅ JK ពួកឯងជាប្តីប្រពន្ធធ្លុកកំ pl ែងហ៊ានមកធ្វើជាស្គាល់គ្នានៅចំពោះមុខអគ្គនាយកសាន់ផងមែនទេប្រញាប់ចាក់ចេញទៅនរណាអនុញ្ញាតឲ្យពួកឯងទៅតើឯងចង់ធ្វើអីទីនេះមិនមែនជាកន្លែងដែលអ្នកស្រាយដូចជាពួកឯងអាចនិយាយបាននោះទេឯងហ៊ានរងផ្លូវអគ្គនាយកសាន់ផងមែនទេចេញទៅភ្លាមទៅឯងលេងទៅឯងខ្ញុំប្រាប់នាងទៅចុះអគ្គនាយកសាន់ពិតប្រាកដចិត្តមកដល់ទីនេះហើយពេលនោះខ្ញុំនឹងឲ្យនាងឃើញពីគោលបំណងពិតប្រាកដដែលឆៅមិញឈួននាំនាងមកទីនេះអគ្គនាយកសាន់ផ្ទាល់គឺនៅទីនេះហើយស្អីគេពិតឬខ្លាំងបើពួកឯងហ៊ានបង្ខូចកេរ្តិ៍ឈ្មោះអគ្គនាយកសាន់ម្ដងទៀតខ្ញុំនឹងរកមនុស្សមកបញ្ជូនពួកឯងទៅប៉ុស្តិ៍ប៉ូលីសភ្លាមល្អណាស់អញ្ចឹងហៅប៉ូលីសទៅខ្ញុំចង់ដឹងណាស់ថានរណាជាអ្នកបន្លំឈ្មោះអគ្គនាយកសាន់ដើម្បីបោកប្រាស់ទ្រព្យសម្បត្តិគ្រួសារយេឯងតើពួកឯងកំពុងធ្វើអីហ្នឹងបងប្អូនជីដូនមួយថ្ងៃនេះបងមិនសម្រាប់ពីការងារទេមែនទេខ្ញុំមានការងារបន្ទាន់ទើបត្រឡប់មកវិញតើមានរឿងអីបានជាអ៊ូអែម្ល៉េះមកជាមួយខ្ញុំមួយផ្លេតមកហេតុអ្វីខ្ញុំនៅមានការងារសំខាន់ណាស់ដែលត្រូវដោះស្រាយឯងឃើញទេ JK នេះគឺជាបណ្ដាញទំនាក់ទំនងរបស់ប្តីខ្ញុំឥឡូវនេះមិនត្រឹមតែមានអគ្គនាយកសាន់នៅទីនេះទេសូម្បីតែអ្នកគ្រប់គ្រងសន្តាគារក៏មកជួយគាំទ្រពួកយើងដែរពួកឯងដែលមកពីជនបទប្រញាប់ចាក់ចេញទៅវិញទៅតើនាងមានសិទ្ធិអីមកវាខ្ញុំវានាងនឹងហើយខ្ញុំកំពុងជួយឲ្យនាងភ្ញាក់ខ្លួនហៅមិញឈួនមិនមានបំណងល្អចំពោះនាងឡើយខ្ញុំគិតថានាងគ្រាន់តែខឹងរឿងដែលខ្ញុំមកជំនួសកន្លែងនាងក្នុងការរៀបការតែប៉ុណ្ណោះខ្ញុំប្រមាននាងកុំព្យាយាមចង់បានមិញឈួនឲ្យសោះគាត់គ្មានថ្ងៃបោះបង់ខ្ញុំចោលឡើយមិនមែនទេនាងដែលរបស់ខ្ញុំជាណាស់ដោយសារតែវិមនុស្សឥតប្រយោជន៍ដូចជានាងមនុស្សខ្លះនិយាយប្រាប់ធម្មតាមិនយល់ទេចាំតតែនាងបាត់បង់ទាំងមនុស្សនិងទ្រព្យសម្បត្តិទើបនាងដឹងខ្លួនស្ដាយក្រោយអាអ្នកនេសាទស្អុយរលួយកុំមកប្រមាថខ្ញុំនៅទីនេះមិញឈួនល្អចំពោះខ្ញុំខ្លាំងណាស់គាត់ថែមទាំងឲ្យខ្ញុំវិនិយោគលើគម្រោងភូមិបលៅទៀតផងមើលទៅអ្វីដែលអូនបានគិតពីមុនគឺត្រឹមត្រូវទាំងអស់ហើយគ្រាន់តែគួរឲ្យស្ដាយចំពោះគេមរតកដែលម៉ាក់បានបន្សល់ទុកតែប៉ុណ្ណោះជាយេរ៉ូនាងពិតជាគ្មានថ្នាំព្យាបាលមែននាងគួរតែបារម្ភពីខ្លួនឯងវិញទៅការរៀបការជាមួយមនុស្សមកពីជនបទខ្ញុំគិតថានៅថ្ងៃអនាគតសូម្បីតែប្រាក់ចូលនិវត្តន៍ក៏នាងគ្មានដែរបងជីដូនមួយបងត្រូវតែជួយខ្ញុំក្នុងរឿងនេះក្រោយពីរឿងនេះជោគជ័យអញត្រូវតែឲ្យខ្ញុំ 10% បាទពិតប្រាកដណាស់សន្តិសុខយកមនុស្សសខ្វក់ពីរនាក់នេះចេញពីទីនេះហើយដេញពួកគេចេញទៅក្រៅឲ្យខ្ញុំកុំខ្លាចអីពួកឯងទាំងពីរនាក់ចង់ដើរចេញដោយខ្លួនឯងឬចង់ឲ្យគេវាយដេញចេញទីនេះជាសន្តាគាររបស់ក្រុមហ៊ុនសាន់មេងគាត់នឹងមកដល់ក្នុងពេលឆាប់នេះហើយប្រសិនបើគាត់ឃើញឯងប្រព្រឹត្តចំពោះភ្ញៀវបែបនេះតើឯងគិតថាគាត់នឹងធ្វើអ្វីខ្លះ
គេពិតជាហ៊ានហៅឈ្មោះពេញរបស់អគ្គនាយកសាន់ផង